เนี่ยในพาตู้ซับสมัยทอถูกจีประจำก็จะจ้องมันกัมมาได้โยลอมปีปุ่นหรือโยลอมปีสกินโทนให้หนังปะยากาปานร้อยเถอะโดยนี้ให้เนี่ยเหลือ vivo v 70 series นี่มีการปงรังตะเหลือพนัยทอถูกคลางเหมือนแต่ห้าไว้ในการทำพิเศษนู้มีการสักการเชื่อมมวยหนังใสปองได้จังเหล่านี้ยมจังนอมเนี่ยตอนนี้มาสวายโยบันท้ายมาปีตู้ซับแต่ปีนี้คือ vivo v 70ให้หนัง vivo v 70 fe ต่างออกเนี่ยต่อยืนแต่ทอถูกចាប់ផ្ដើមដំបូងខ្ញុំចង់និយាយអំពីការសហការរវាង Vivo V70 ជាមួយនឹង Sai ដែលគឺជា brand មួយមនុស្សជាច្រើនបានស្គាល់ទូទាំងពិភពលោកហើយការសហការមួយនេះគឺផ្ដោតសំខាន់ទៅលើការអនុញ្ញាតឲ្យយើងចាប់យករូបភាពបែប professional នៅលើទូរស័ព្ទដៃរបស់យើងដែលផងចំណុចហ្នឹងគឺមានន័យថាវារួមបញ្ចូលជាមួយនឹងការចាប់រូបបែបធម្មជាតិការថតរូបបានយ៉ាងស្រស់ស្អាតជាមួយនឹង portrait style ហើយនឹងគំរូក៏ដូចជា preset ដែលស្អាតៗជាមួយនឹង Sai ផងដែរដែលមាននៅក្នុងទូរស័ព្ទហ្នឹងតែម្ដងអញ្ចឹងសម្រាប់ការថត portrait នៅលើ Vivo V70 series នេះគឺជួយឲ្យផ្ដល់ជាមួយនឹងរូបភាពមួយដែលស្រស់ស្អាតមែនទែនវាយល់ច្បាស់អំពីអ្វីទៅគឺជា spike អ្វីទៅគឺជា deep ហើយអ្វីទៅគឺជា skin tone របស់យើងក៏ដូចជា blur background ហើយនៅក្នុងនោះដែរក៏មានជាមួយនឹង Sai portrait style ដែលយើងអាចធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់យើងបានយើងស្រឡាញ់មួយណាគឺយើងអាចធ្វើការទៅហើយគឺយើងអាចធ្វើការថតបានហើយអ្វីដែលសំខាន់រូបភាពដែលយើងទទួលបានហ្នឹងគឺវាមើលទៅវា blur បែបធម្មជាតិដែលវាអត់មានអារម្មណ៍ថាអា blur ហ្នឹងបែប AI នោះទេសម្រាប់ការថតចេញពី Vivo V70 នេះគឺយើងឃើញថាសាច់រូបភាពដែលយើងទទួលបានគឺវាអត់ល្ងិតឬក៏វាអត់ភ្លឺពេកនោះទេគឺវាមើលទៅបែប natural បែបធម្មជាតិដូចទៅនឹងសាច់របស់មនុស្សយើងអញ្ចឹងដែលថតជួយហ្នឹងគឺវាដំណើរការហើយវានឹងយល់បានច្បាស់មែនទែននៅពេលដែលយើងថតរូបបែប outdoor អញ្ចេះឬក៏យើងថតរូបបែបនៅក្នុង indoor ឬក៏យើងថតរូបនៅពេលដែលមានពន្លឺខ្លាំងឬក៏ខ្សោយអីគឺវាគណនាឲ្យយើងមកស្អាតតែម្ដងហើយអ្វីដែលសំខាន់នោះគឺលទ្ធផលដែលវាផ្ដល់ឲ្យហ្នឹងគឺ skin tone របស់យើងបែបធម្មជាតិនៅក្នុងកាមេរ៉ាហ្នឹងគឺមានមុខងារមួយទៀតដែលគេហៅថា AI scene recognition ដែលវាអាចសម្គាល់ទៅលើអ្វីដែលយើងថតហ្នឹងបានយ៉ាងល្អឧទាហរណ៍ដូចជាការថតមេឃដែលមានជាប់ជាមួយនឹងទេសភាពការថត portrait ទៅលើមនុស្សដែលវារក្សាពណ៌ skin tone របស់យើងក៏ដូចជាការថតម្ហូបដែលវាមើលទៅគួរឲ្យចង់ញ៉ាំតែម្ដងហើយដំណើរការទាំងអស់ហ្នឹងគឺអត់ចាំបាច់ត្រូវការយើងធ្វើ manual ទេគឺវាដំណើរការដោយស្វ័យប្រវត្តិជាមួយនឹង AI scene recognition ហ្នឹងតែម្ដងហើយមួយវិញទៀតនៅពេលដែលយើងថត low light ឬក៏នៅពេលយប់គឺវាមានជាមួយនឹងមុខងារមួយដែលគេហៅថា Advanced AI Night Algorithm ដែលវាអាចធ្វើការកត់សម្គាល់ទៅលើពន្លឺក៏ដូចជា detail បានល្អកន្លែងហ្នឹងហើយគឺមានន័យថាយើងអាចធ្វើការប្រភេទជាមួយនឹងមុខងារមួយហ្នឹងមិនថាយប់មិនថាថ្ងៃនៅតែយើងអាចធ្វើការចាប់បានជាមួយនឹងរូបភាពដ៏ស្រស់ស្អាតជាមួយនឹង Vivo V70 series ហ្នឹងដំណើរការរបស់វាគឺវាជួយឲ្យកន្លែងល្ងិតហ្នឹងភ្លឺជាងមុនកាត់បន្ថយ noise ទៅលើរូបភាពក៏ដូចជា maintain ទៅលើ highlight ហើយនិង shadow ឲ្យវា balance គ្នាយើងបាននិយាយច្រើនអំពីកាមេរ៉ានៅខាងក្រោយឥឡូវខ្ញុំចង់នាំអ្នកនរគ្នាមកស្វែងយល់អំពីកាមេរ៉ានៅខាងមុខរបស់ Vivo V70 series នេះវិញចំពោះ Vivo V70 ហើយនិង Vivo V70 FE នេះខ្ញុំបានធ្វើការ test portrait ទាំងពីរជាមួយនឹងកាមេរ៉ានៅខាងមុខគឺឃើញថាសាច់រូបភាពដែលយើងទទួលបានបែប clean បែបធម្មជាតិហើយបើសិនជាយើងនិយាយលម្អិតទៅចំពោះកាមេរ៉ានៅខាងមុខគឺគេផ្ដោតសំខាន់ទៅលើមុខរបស់យើងបែប detail តែម្ដងខ្ញុំអាច zoom ឲ្យអ្នកនរគ្នាមើលឃើញបានតាក់ទងជាមួយនឹងសាច់រូបភាពគឺឃើញថាចាប់បាន detail ល្អប៉ុន្តែនៅតែរក្សាទម្រង់មុខរបស់យើងអានេះគឺសំខាន់ខ្លាំងមែនទែនចំពោះការថតរូបភាពទាំងកាមេរ៉ាមុខទាំងកាមេរ៉ាខាងក្រោយនៅលើ Vivo V70 series នេះគឺយើងបាននិយាយច្រើនហើយឥឡូវខ្ញុំចង់នាំអ្នកនរគ្នាមកដឹងអំពីសមត្ថភាពនៃការថតវីដេអូរបស់វាម្ដងចំពោះទូរស័ព្ទនេះគឺអាចថតបាននៅក្នុងកម្រិត 4K ហើយអ្វីដែលខ្ញុំពេញចិត្តនោះគឺតាក់ទងជាមួយនឹងប្រព័ន្ធទប់លំនឹងរបស់វាដែលវាធ្វើការបានយ៉ាងល្អមែនទែនបន្ថែមពីនឹងទៀតចំពោះការចាប់ពណ៌ក៏ដូចជាការ balance ទៅលើពន្លឺគឺនៅតែធ្វើការបានល្អទោះបីជាយើងថតរូបឬក៏ថតវីដេអូចំណុចត្រង់នេះគឺវាសំខាន់មែនទែនមានន័យថាមានតែទូរស័ព្ទមួយក៏យើងអាចថតជា vlog ជា content សម្រាប់ប្រើប្រាស់នៅលើ social media របស់យើងបានដែរងាយស្រួលខ្លាំងមែនទែនជាពិសេសអ្នកដែលចូលចិត្តថតវីដេអូនៅពេលដែលដើរលេងអីគឺងាយស្រួលដាក់តែនៅក្នុងកប៉ាល់របស់យើងដកចេញមកគឺយើងអាចធ្វើការថតរូបក៏បានថតវីដេអូក៏បានជាមួយនឹង Vivo V70 series អូខេបើសិនជាយើងសរុបជារួមតែម្ដងចំពោះ Vivo V70 ហើយនិង Vivo V70 FE នេះគឺផ្ដល់ជាមួយនឹងបទពិសោធន៍ថ្មីដល់ការថតរូបនៅលើទូរស័ព្ទដៃរបស់យើងហើយបើសិនជាយើងនិយាយស៊ីចម្លើយទៀតចំពោះ Vivo V70 នេះគឺផ្ដោតសំខាន់ទៅលើការថតបែប portrait ខ្លាំងមែនទែនក៏ដូចជាការថតរូបបែប professional តែម្ដងចំពោះ lens ដែលយើងទទួលបាននៅលើ Vivo V70 នេះគឺមានដូចជាកាមេរ៉ា Gold ដែលមានទំហំ50 megapixel កាមេរ៉ា telephoto ដែលមានទំហំ50 megapixel ដូចគ្នាចំពោះកាមេរ៉ានៅខាងមុខវិញក៏មានទំហំ50 megapixel ផងដែរហើយចង់បញ្ជាក់ប្រាប់អ្នកនរគ្នាថាគ្រប់កាមេរ៉ានៅលើ Vivo V70 នេះគឺមានការសហការជាមួយនឹង Sai ផងដែរហើយសម្រាប់ Vivo V70 FE នេះគឺផ្ដល់ជាមួយនឹងបទពិសោធន៍ថ្មីដែលយើងអាចធ្វើការថតរូបបានលឿនឬក៏យើងអាចថតរូបប្រចាំថ្ងៃដែលនៅលើទូរស័ព្ទនេះគឺយើងទទួលបានជាមួយនឹងកាមេរ៉ា Gold ដែលមានទំហំ200 megapixel ហើយចំពោះកាមេរ៉ានៅខាងមុខវិញគឺយើងទទួលបានជាមួយនឹងទំហំ32 megapixel អញ្ចឹងបើសិនជាយើងសរុបជារួមតែម្ដងចំពោះ Vivo V70 series នេះគឺផ្ដោតសំខាន់ក្នុងការឲ្យយើងទទួលបានជាមួយនឹងបទពិសោធន៍ថ្មីក្នុងការថតរូបបែប professional នៅលើកាមេរ៉ាទូរស័ព្ទដៃហើយថែមទាំងមានការសហការជាមួយនឹង Sai នេះគឺផ្ដល់ជាមួយនឹងបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ក្នុងការថតរូបទៅលើការងារប្រចាំថ្ងៃការថតរូបបែប professional ការថត portrait
ដើម្បីឲ្យយើងទទួលបានជាមួយនឹងរូបភាពមួយដែលស្រស់ស្អាតមិនថាពេលយប់មិនថាពេលថ្ងៃពីកន្លែងណាក៏យើងអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាតជាមួយនឹង Vivo V70 series Vivo